សួស្តីប្រិយមិត្តទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះមួយផងដែរខ្ញុំចង់បង្ហាញទាំងអស់គ្នាពីរបៀបទាញយកកម្មវិធីមួយសម្រាប់បំលែងពី file PDS ទៅជា file Word ណាអញ្ចឹងធម្មតាយើងដឹងថា file PDS គឺយើងអាច edit ឬក៏អាចកែបានទេអញ្ចឹងមានការលំបាកសម្រាប់អ្នកទាំងអស់គ្នាពេលដែល download យកពី file PDS ពី internet មកគឺយើងពិបាក edit វាអញ្ចឹងយើងត្រូវបើចង់ edit វាយើងត្រូវ convert វាទៅជា file Word សិនណាដើម្បីអាចបំលែងវាបានមិនអញ្ចឹងបាទអញ្ចឹងយើងត្រូវមានកម្មវិធីមួយណាឥឡូវមើលតាមខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញពីកម្មវិធីមួយនេះបាទយើងចូលទៅកាន់ browser ទាំងអស់គ្នាបាទទៅមកកន្លែងនេះគឺយើង search វាទៅsearch តាម Google ក៏បានដែរឬក៏ File Hippo បាទនេះវាឲ្យស្រាប់យើងងាច់ enter មកបាទអញ្ចឹងកន្លែងនេះគឺវាឲ្យនៅក្នុង website មួយនេះគឺមានសូសសម្រាប់ទុកនៅសូសច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលកន្លែង search នេះបាទកន្លែង search ហ្នឹងកន្លែងចំពោះកន្លែង search បើយើងចង់ download កម្មវិធីទៅលើ support ទៅលើ Mac OS យើងយកកន្លែងនេះមកប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ download software បាទ software ដែល support ទៅលើ Windows អ្នកទាំងអស់គ្នាអាច select យកកន្លែង Windows មកអញ្ចឹងឥឡូវខ្ញុំ search ទាំងអស់គ្នាគឺ file PDF to Word convert the អូខេអញ្ចឹងអ្នកនរគ្នាមើលមកក្រោមយើងឃើញកន្លែង free នេះកន្លែង free PDS to Word doc converter version 1.1 អញ្ចឹងអ្នកទាំងអស់គ្នាអាចយកកន្លែងនេះបាទ download មកកន្លែងខាងស្ដាំវាមានកន្លែងពាក្យថា download អញ្ចឹងឲ្យកន្លែង download ឲ្យ click យកវាមកបាទហើយយើងទៅ download យកកន្លែងនេះណាបាទខាងស្ដាំនេះគឺមាន download latest version បាទដែលមានទំហំវាទំហំកម្មវិធីនេះគឺ 1.0.8 MB បាទ click លើវាមកបាទរយៈបន្តិចវានឹងឲ្យយើង save ទុកនៅកម្មវិធីមួយហ្នឹងហើយវានឹង download តែម្ដងបាទនេះយើង download វាមកបាទបន្តមកទៀតអ្នកនរគ្នាចូលទៅបើកតាមពួកកន្លែងនេះបើកតាម folder ក៏បាននេះណានេះកម្មវិធីដែលយើងបាន download មកមិញវាមានឈ្មោះថា PDS to Word បាទជា file setup អញ្ចឹងយើងបាន download មកហើយប៉ុន្តែយើងមិនទាន់អាចប្រើប្រាស់ឲ្យបានទេប៉ុន្តែទាមទារអ្នកទាំងអស់គ្នាទៅ set up កម្មវិធីមួយនេះសិនណាហើយចាំខ្ញុំបង្ហាញថារបៀប convert វាយ៉ាងម៉េចបាទឥឡូវយើងចូលទៅset up វាអ្នកទាំងអស់គ្នាអាចឈរលើវាហើយយក mouse ស្ដាំលើវាហើយយកពាក្យថា run as administrator yes will we install PDS converter អូខេយកមកនិចមកណាបាទតែនេះគឺនិចលោតមក install អូខេអញ្ចឹងរៀបរាល់ហើយការ install របស់យើងបាទអញ្ចឹងរៀបរាល់ហើយអញ្ចឹងពេលដែលយើងធម្មតាយើង install ហើយយើងមិនឃើញវាឃើញតែម្ដងឲ្យយើង convert តែម្ដងឬក៏យើងអាចទៅបើកវាកន្លែងនេះក៏បានដែរនេះណានេះឈ្មោះកន្លែងនេះគឺតើនឹងនេះគឺ free PDS to convert document convert file Word ណាទៅជា file Word អញ្ចឹងការបង្ហាញរបស់ខ្ញុំគឺតិចទៀតខ្ញុំនឹងបង្ហាញពីរបៀប convert ពី file PDS ទៅជា file Word ណាឥឡូវខ្ញុំបំលែងអ្នកទាំងអស់គ្នាបានមើលទាំងអស់គ្នាបាទឥឡូវយើងបើកលើវាមក open តមកទៀតអ្នកទាំងអស់គ្នាអាចចូលទៅកាន់ browser នេះselect កន្លែងនេះគឺ select PDS file for conversion ហើយយើងទៅយក file PDS មកដាក់កន្លែងនេះណាហើយយើង
យើង convert យើង convert វានេះណាបាទឥឡូវខ្ញុំទៅទាញ file មួយសិនយើងប្រើទៅរក file PDF យើងនៅកន្លែងណាឥឡូវតើថា file PDF ខ្ញុំគឺនៅកន្លែងនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាចង់ convert ឧទាហរណ៍ថាខ្ញុំចង់ convert file មួយនេះចុះណាបាទ how to install Joomla អញ្ចឹងខ្ញុំអាចចុចទៅលើវាហើយខ្ញុំ open នេះ file របស់យើងគឺប្រើមកហើយនេះបន្តមកទៀតយើង output វាទៅជា doc file មានន័យថាជា file Word ដែលយើងអាច edit បានដូចខ្ញុំនិយាយមិញហ្នឹងអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាអាចមើលកន្លែង convert page អញ្ចឹងយើងចង់ convert ទាំងអស់ឬក៏ទាំងអស់ page ដែលយើងទាញមកមិញហ្នឹងដែលយើងប្រើមកមិញហ្នឹងឬក៏អ្នកទាំងអស់គ្នាចង់ convert តែចាប់ពី page ទីប៉ុន្មានដល់ page ទីប៉ុន្មានណាវាឲ្យយើង limit បាទឥឡូវយើងចាប់ផ្ដើមកន្លែងនេះគឺយើង convert វាតែម្ដងបើយើងចង់ convert វាយើងត្រូវយើងប្រើមកហើយយើងត្រូវ convert to Word document ឥឡូវយើង convert វាពេល convert process បាននេះវានឹងដើរហើយយើងឃើញបាទនេះកាលណាវា complete ពីពេញយើងអាចទៅបើកមើល file ដែលយើង convert ឲ្យបានណានេះconversion complete ហើយអញ្ចឹងយើងអាចចុច OK បាទវានឹង open យកយើងតែម្ដងនេះណាមិញ file PDF ឥឡូវខ្ញុំ convert ពី PDF មក Word ហើយបាទប៉ុន្តែជាងការនៅក្នុងអក្សរខ្មែរនៅក្នុង PDF វាអត់ support ទៅលើមកជា file Word វាអត់ support ទេណាអត់អីទេប៉ុន្តែវាជា file អង់គ្លេសឯងអ្នកទាំងអស់គ្នាអាចជាភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាច convert មកគឺ zip-file គឺចេញជាឲ្យយើងស្រាប់តែម្ដងតែភាសាខ្មែររៀងពិបាកបន្តិចដោយសារវាអក្សរខ្លះវាអត់ support ទៅលើកុំព្យូទ័ររបស់យើងបាទអញ្ចឹងការប្រើប្រាស់របស់វាគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានអ្នកដែលមិនទាន់ចេះ convert ពី file PDF ដែលចង់ edit ពីមុនមកអញ្ចឹងអាចធ្វើតាមវីដេអូមួយនេះទៅយើងនឹងអាចedit វាបានតាមរយៈ file Word ណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ